KTN Insight សូមជូនវិចារណកថាប្រចាំសប្តាហ៍វិន័យជាគ្រឹះច្បាប់ជាជញ្ជាំងហេតុអ្វីត្រូវពង្រឹងវិន័យដើម្បីពង្រឹងច្បាប់នៅក្នុងសង្គមមួយច្បាប់ត្រូវបានបង្កើតឡើងដើម្បីរក្សាសណ្ដាប់ធ្នាប់យុត្តិធម៌និងការអភិវឌ្ឍប៉ុន្តែបញ្ហាដែលយើងតែងតែជួបប្រទះមិនមែនមកពីយើងខ្វះច្បាប់នោះទេគឺមកពីការអនុវត្តច្បាប់ពុំទាន់មានប្រសិទ្ធភាពចំណុចស្លាប់រស់នៃការអនុវត្តច្បាប់គឺស្ថិតនៅលើវិន័យ1. វិន័យជាអ្នកយាមល្បាតចិត្តច្បាប់គឺជាការបង្គាប់ពីខាងក្រៅដែលមានទោសទណ្ឌជាអ្នកគំរាមកំហែងផ្ទុយទៅវិញវិន័យគឺជាការគ្រប់គ្រងខ្លួនឯងពីខាងក្នុងបុគ្គលដែលមានវិន័យនឹងគោរពច្បាប់ដោយស្មារតីម្ចាស់ការទោះបីជាគ្មានភ្នាក់ងារសមត្ថកិច្ចនៅក្បែរក៏ដោយបើយើងចង់ឲ្យច្បាប់ចរាចរណ៍រឹងមាំយើងត្រូវពង្រឹងវិន័យរបស់អ្នកបើកបរបើយើងចង់ឲ្យច្បាប់ប្រឆាំងអំពើពុករលួយមានប្រសិទ្ធភាពយើងត្រូវពង្រឹងវិន័យនិងសីលធម៌របស់មន្ត្រីអនុវត្តច្បាប់ជាមុនសិន 2. វិន័យមន្ត្រីជាដង្ហើមនៃច្បាប់ដើម្បីពង្រឹងច្បាប់បានលុះត្រាតែអ្នកដែលកាន់ច្បាប់នៅក្នុងដៃមានវិន័យខ្ជាប់ខ្ជួនបំផុតមន្ត្រីអនុវត្តច្បាប់ដែលគ្មានវិន័យនឹងប្រើប្រាស់ច្បាប់តាមអំពើចិត្តប្រើច្បាប់ដើម្បីកេងចំណេញឬពុតពេនច្បាប់តាមបពុះនៅពេលមន្ត្រីអនុវត្តច្បាប់មានវិន័យរឹងមាំពួកគេនឹងក្លាយទៅជាគំរូដ៏ល្អដល់ប្រជាពលរដ្ឋហើយច្បាប់នឹងត្រូវបានអនុវត្តដោយស្មើភាពនិងតម្លាភាពការពង្រឹងវិន័យក្នុងជួរកងកម្លាំងនិងមន្ត្រីរាជការគឺជាការបោសសម្អាតផ្ទះឲ្យស្អាតមុននឹងចេញទៅរៀបចំសណ្ដាប់ធ្នាប់សង្គម 3. វិន័យកាត់បន្ថយការប្រើប្រាស់អំណាចបង្ខំក្នុងសង្គមដែលខ្វះវិន័យរដ្ឋត្រូវចំណាយថវិកានិងកម្លាំងយ៉ាងច្រើនដើម្បីតាមចាប់កំហុសនិងដាក់ទោសទណ្ឌប៉ុន្តែក្នុងសង្គមដែលមានវិន័យខ្ពស់ច្បាប់គ្រាន់តែជាក្របខ័ណ្ឌតម្រង់ទិសតែប៉ុណ្ណោះការពង្រឹងវិន័យតាំងពីកម្រិតបុគ្គលគ្រួសារនិងសាលារៀនគឺជាការកសាងគ្រឹះនៃនីតិរដ្ឋដ៏រឹងមាំបំផុតនៅពេលវិន័យក្លាយជាទម្លាប់ច្បាប់នឹងក្លាយទៅជាវប្បធម៌ 4. សុខដុមរមនារវាងច្បាប់និងវិន័យច្បាប់ដែលគ្មានវិន័យគឺជាច្បាប់ដែលគ្មានព្រលឹងចំណែកវិន័យដែលគ្មានច្បាប់គឺជាសកម្មភាពដែលគ្មានទិសដៅការពង្រឹងវិន័យគឺជាការបណ្ដុះស្មារតីទទួលខុសត្រូវនៅពេលមនុស្សម្នាក់មានវិន័យក្នុងការងារវិន័យក្នុងសម្ដីនិងវិន័យក្នុងការរស់នៅនោះការរំលោភច្បាប់នឹងថយចុះដោយឯងជាសរុបមកការពង្រឹងច្បាប់ដោយគ្រាន់តែបង្កើនទោសទណ្ឌមិនមែនជាដំណោះស្រាយយូរអង្វែងឡើយដំណោះស្រាយដ៏ពិតប្រាកដគឺការចាប់ផ្ដើមពង្រឹងវិន័យក្នុងអង្គភាពវិន័យក្នុងតួនាទីនិងវិន័យក្នុងនាមជាប្រជាពលរដ្ឋគឺជាកម្លាំងចលករដែលធ្វើឲ្យច្បាប់មានអំណាចនិងស័ក្តិសិទ្ធិប្រសិនបើវិន័យត្រូវបានរឹតបន្តឹងនោះយុត្តិធម៌នឹងរីកដុះដាលហើយសង្គមជាតិនឹងរស់នៅក្នុងសុខសន្តិភាពពិតប្រាកដវិចារណកថាដោយលោកឡាំឡាយចុងបិចអង្គរអានជូនដោយនាងខ្ញុំបូសុគន្ធាពីសារព័ត៌មាន The Khmer Today តើជាអ្នកណាអ្នកចេះត្រូវខ្លាយជាជនពាលជនល្ងងខ្លៅត្រូវបានបន្ទប់ដាក់លើជើងពៀនតថភាពខ្លះមេដឹកនាំពុំចាំបាច់មានចំណេះដឹងឲ្យណាស់ណាទេសំខាន់ឲ្យតែរៀបចរិតជាម្ចាស់សំសួនទៅបានហើយសំណួរសួរថាហេតុអ្វីបានជាមនុស្សភាគច្រើនដែលមានចំណេះភាគច្រើនបែរជារស់នៅក្នុងសភាពសំងំទៅវិញសម្បូរខ្លាក្នុងព្រៃឬសម្បូរសត្វសាហាវឲ្យតែចង់បានមុខចង់បានមាត់ប្រកាសជាគ្មានអ្នកចេះចង់ក្បែរម្យ៉ាងអ្នកខ្លះបានគិតក្នុងចិត្តថាសុំត្រឹមមួយរស់ក្រៅពីនោះសុំកាន់ចបធ្វើស្រែគឺប្រពៃណាស់ទៅហើយការដែលដឹកនាំមនុស្សបានដោយភាពប្រកបនិយមគឺជាការនាំមនុស្សទៅរកទស្សនវិស័យដូចគ្នាប៉ុន្តែប្រសិនណាគ្មានគោលការណ៍គ្មានទិសដៅពិតប្រាកដចង់បានត្រឹមមុខមាត់តែមួយមុខគត់មេដឹកនាំនោះនឹងដកដាវសម្លាប់អ្នកចេះបែបនេះអ្នកដែលមានឧត្តមគតិមនសិការសុកចិត្តលុតជង្គង់ដកដាវសម្លាប់ខ្លួនឯងវិញប្រសើរជាងឲ្យមនុស្សខ្លៅសម្លាប់តំណែងខ្លះប្រៀបបានដូចជាគំនូរលើវាលខ្សាច់ចង់ឬមិនចង់កាលណាមេដឹកនាំមានចរិតត្រឹមតែចង់បានមុខមាត់តែពុំព្រមរៀបចរិតដើម្បីថែធួនអ្នកមានឆន្ទៈអ្នកមានសមត្ថភាពមេដឹកនាំនោះពុំអាចទទួលបានការគោរពជាដាច់ខាតផ្ទុយទៅវិញទទួលបានតែការស្អប់ខ្ពើមពីសំណាក់អ្នកដែលមានមនសិការក្នុងសៀវភៅស្រីហេតោប្រទេសបានបញ្ជាក់ថាការតែងតាំងជនថោកទាបក្នុងតំណែងខ្ពស់ទឹកដូចជាគំនូរដែលគេគូសលើដីខ្សាច់លើកជនពាលមួយរុញជួយអ្នកចេះមួយនគរមនុស្សខ្លាំងគឺជាអ្នកចេះបោះចោលភាពឈឺចាប់ជាតិខ្លាំងចេះបោះចោលភាពអវិជ្ជាបុគ្គលអស្ចារ្យគឺជាមនុស្សដែលហ៊ានសន្និដ្ឋានថាខុសនិងត្រូវឲ្យជាក់លាក់មានលក្ខខណ្ឌហ៊ានគិតទៅហ៊ានសម្រេចចិត្ត
បើជាស្ថាប័នត្រូវហ៊ានកាត់ដំបៅចេញទើបអាចសម្រេចទស្សនវិស័យដំបៅកាន់តែរាលដាលភាពបរាជ័យកាន់តែរីកភាពបរាជ័យទាំងឡាយគឺសុទ្ធតែកើតចេញអំពីមនុស្សដែលមិនយល់ការឬមិនបានការមិនធ្វើតែចាំបំផ្លាញប្រសិនបើមិនជួយសូមត្រឹមតែកុំបំផ្លាញទៅបានហើយបើពុំមានចំណែកនៃការទទួលខុសត្រូវលើស្ថាប័នឬជាតិសូមតែត្រឹមកុំឲ្យជាតិឬស្ថាប័នមានទំនួលខុសត្រូវវិញទៅគ្រប់គ្រាន់ណាស់ទៅហើយបុគ្គលដែលពុំមានទំនួលខុសត្រូវលើខ្លួនឯងគឺជាដំបៅសង្គមក្នុងផ្នែកខ្លះនៃព្រាហ្មណ៍និយាយអំពីធម៌ពលប្រយុទ្ធដើម្បីសេរីភាពជាអ្នកដឹកនាំតាមបែបព្រហ្មញ្ញសាសនាគឺនិយាយអំពីកម្លាំងក្នុងព្រះពុទ្ធសាសនានិយាយអំពីសន្តិភាពក្នុងទ្រឹស្ដីកម្មផលមនុស្សសាងអ្វីនឹងទទួលបានផលនោះជាឧទាហរណ៍អ្នកណាធ្វើល្អក្នុងជាតិនេះនឹងទទួលបានផលល្អមកវិញបើមិនទទួលជាតិនេះនឹងទទួលបាននៅជាតិក្រោយក្នុងទ្រឹស្ដីបែបមនុស្សការដែលមិនធ្វើអ្វីសោះចំពោះរឿងអយុត្តិធម៌ចំពោះមុខគឺបង្ហាញអំពីអសមត្ថភាពចំណែកមេដឹកនាំវិញការមិនអើពើនឹងការបង្កើតវិបដិសារីមានវិបដិសារីព្រោះថានាំមនុស្សទៅរកភាពអន្តរាយដោយគ្មានអន្តរាគមន៍ក្នុងន័យនេះភាពជាអ្នកដឹកនាំខ្លាំងវាជាការចេះវះកាត់ផ្ដាល់គំនិតសង្គមនិងផ្នត់គំនិតដែលមិនរីកចម្រើនជោគជ័យនិងបរាជ័យគឺអាស្រ័យលើកត្តានៃការដឹកនាំសុទ្ធសាធមនុស្សខ្លះយកសាសនាជាយានបាំងសច្ចភាពមនុស្សខ្លះទៀតយល់តែពីសាសនាតែពុំបានប្រឹងប្រែងរើបំរាស់ទៅរកសេចក្តីត្រូវឲ្យពិតប្រាកដបែបនេះគឺត្រូវការវះកាត់ជាជាងទុកឲ្យរាលដាលសាបព្រោះមនុស្សជំនាន់ក្រោយពេលខ្លះការប្រើកម្លាំងបាយដើម្បីវះកាត់ចំពោះផ្នត់គំនិតសង្គមគឺជារឿងល្អតែមេដឹកនាំខ្លាំងប្រយុទ្ធដោយមិនបង្ហូរឈាមទាំងផ្នត់គំនិតសាសនាទាំងផ្នត់គំនិតបុរាណទាំងផ្នត់គំនិតពុំរីកចម្រើនមិនមែនសុទ្ធតែត្រូវវះកាត់តែត្រូវការប៉ះពៅឬជាចោលមេដឹកនាំខ្លាំងដឹងពីបញ្ហាមិនឈរមើលបញ្ហាឬក៏និយាយតែអំពីបញ្ហាទេតែត្រូវចេះដោះស្រាយដើម្បីទទួលបានលទ្ធផលគោលការណ៍មួយចំនួនរបស់មេដឹកនាំគឺត្រូវយកលទ្ធផលជាធំក្នុងគោលការណ៍មួយនៃសៀវភៅស្រីហេតបទេសវគ្គបំបែកមិត្តបង្ហាញថាការចាយវាយហួសប្រមាណការពិនិត្យត្រួតត្រាមិនដិតដល់ការបានទ្រាប់ខុសគន្លងធម៌និងការចាយខ្ជះខ្ជាយនៃអ្នកនៅឋានឆ្ងាយទាំងអស់នេះលោកពោលថាការវិនិច្ឆ័យនៃឃ្លាំងមេដឹកនាំដឹងថាត្រូវចាយត្រឹមណាត្រួតពិនិត្យត្រឹមណានិងកាត់បន្ថយត្រឹមណាការធ្វើដូចនេះគឺជាការបង្កើនប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំប្រកបដោយគុណធម៌និយម Peter Drucker បានពោលថាការដឹកនាំដែលមានប្រសិទ្ធភាពមិនមែនជាការធ្វើសន្ទរកថាឬការចូលចិត្តទេភាពជាអ្នកដឹកនាំត្រូវបានកំណត់ដោយលទ្ធផលមិនមែនជាគុណលក្ខណៈដកស្រង់អំពីសៀវភៅតម្រាទស្សនៈយុវជនភាពជាអ្នកដឹកនាំពីអ្នកនិពន្ធឡាំឡាយចុងបិចអង្គរអានជូនដោយនាងខ្ញុំបូសុគន្ធាពីសារព័ត៌មាន The Khmer Todayឥទ្ធិពលនៃឥរិយាបថមនុស្សសាមញ្ញសូត្រតែទ្រឹស្ដីរហូតចាំស្ទាត់មនុស្សខ្ចាត់ព្រាត់ចង់បានតែពុំចេះប្រឹងប្រែងយុវជនខ្លាំងប្រឹងប្រែងពុំនិយាយស្ដីច្រើនពេកទេព្រោះគេនឹងបង្ហាញតាមរយៈលទ្ធផលគឺបង្ហាញអំពីបុគ្គលិកលក្ខណៈចំណែកចរិតលក្ខណៈរបស់បុគ្គលដោះពន្លកចេញអំពីចិត្តគំនិតទ្រឹស្ដីបរទេសនិយមជាច្រើនឲ្យតម្លៃទៅលើឥរិយាបថបែបវិជ្ជមានព្រោះថាកាលណាយើងមានឥរិយាបថល្អយើងប្រកាសជាមានឥទ្ធិពលទៅលើក្រសែភ្នែកអ្នកដទៃឥរិយាបថល្អយើងប្រកាសជាមានគំរូល្អហើយអ្នកដែលអាចផ្សាយគំរូល្អទៅកាន់មនុស្សជំនាន់ក្រោយបានអ្នកនោះគឺជាមេដឹកនាំគេថាគ្មានប្រវត្តិសាស្ត្រដែលច្រាំដែលនោះទេមានតែទង្វើច្រាំដែលអ្នកដែលប្រព្រឹត្តភាពច្រាំដែលអ្នកនោះក៏ពុំខុសអ្វីពីមេដឹកនាំដែរដូច្នេះបានជាគេឲ្យតម្លៃទៅលើយុវជននាថ្ងៃនេះក្នុងការសម្រួចក្រសែភ្នែកដើម្បីសម្លឹងមើលមេដឹកនាំនៅថ្ងៃស្អែកលោកស្រី Christine Switland ម្ចាស់ជើងឯកពិភពលោកផ្នែកម៉ារ៉ាតុងពោលថាសមត្ថភាពពីធម្មជាតិគឺមានសារៈសំខាន់ពិតមែនក៏ប៉ុន្តែយើងអាចទៅឆ្ងាយដោយគ្មានវាបានប្រសិនបើយើងផ្ដោតអារម្មណ៍ជំរុញគោលបំណងរបស់ខ្លួនឯងនិងក្តាប់ឥរិយាបថបែបវិជ្ជមានឲ្យតឹងនឹងដៃមានន័យថាសមត្ថភាពគឺនៅចាញ់ឥរិយាបថភាពខ្លាំងរបស់បុគ្គលម្នាក់ពុំមែនដោយសារតែសមត្ថភាពដែលមានពីកំណើតទាំងស្រុងឡើយក៏ប៉ុន្តែទទួលបានពីការលុតដំខ្លួនក្នុងអំឡុងពេលដែលមានដង្ហើមមានជីវិតគឺត្រូវតែប្រឹងប្រែងជីវិតនេះពុំអន់ពេកនោះទេហើយក៏មិនអស្ចារ្យពេកដែរតែរឿងថោកទាបនិងរឿងថ្លៃថ្នូរយើងគឺជាអ្នកគូសវាសដោយខ្លួនឯងហើយថ្លៃនិងថោកគឺឥរិយាបថជាអ្នកកំណត់ពុំមែនពាក្យសម្ដីនោះទេសៀវភៅស្រីហេតបទេស
ត្រង់វគ្គបំបែកមិត្តបានអប់រំថានរជនមានប្រាជ្ញានិងមានសេចក្តីប្រព្រឹត្តម៉ឺងម៉ាត់សូម្បីជនដទៃមើលងាយថាមិនបានជាការអ្វីនោះក៏បុគ្គលមិនគប្បីសង្ស័យថាវិនាសសាបសូន្យឡើយឃ្លាខាងលើនេះមានន័យថាមេដឹកនាំគឺជាមនុស្សដែលមានអំណាចហើយអំណាចដែលខ្លាំងបំផុតគឺអំណាចនៃឥរិយាបថបើយុវជនគឺត្រូវតែរៀនទប់ចរិតយុវជនដែលមានចំណេះតែខ្សោយឥរិយាបថចំណេះដឹងនោះពុំអាចដើរបានវែងឆ្ងាយនោះទេគេថាមនុស្សដែលមានចិត្តអំណត់ប្រកាសជាមានសេចក្តីប្រឹងប្រែងចំណែកមនុស្សដែលចេះត្រឹមតែប្រឹងដោយពុំបានគិតពិចារណាឲ្យបានវែងឆ្ងាយពេលខ្លះក៏ពុំខ្លាយជាប្រយោជន៍សម្រាប់ខ្លួនឯងនិងសង្គមជាតិនៅថ្ងៃខាងមុខដូចគ្នាដែរត្រីដែលខំប្រឹងហែលនៅលើគោកទោះបីជាខំប្រឹងហែលឆ្លងបែបណាក៏ពិបាកជាងត្រីដែលប្រឹងហែលនៅក្នុងទឹកទោះបីជាមានចំណេះដឹងខ្ពស់កម្រិតណាឲ្យតែគ្មានឥរិយាបថល្អចំណេះដឹងនោះអាចคล้ายជាដំរេះជិះកឯងដកស្រង់ពីសៀវភៅតម្រាទស្សនៈយុវជនភាពជាអ្នកដឹកនាំដោយអ្នកនិពន្ធឡាំឡាយចុងប៊ិចអង្គរអានជូនដោយនាងខ្ញុំបូសុគន្ធាពីសារព័ត៌មាន The Khmer Today ទូកនិងទឹកទំនាក់ទំនងរវាងអ្នកដឹកនាំនិងប្រជារាស្ត្រក្នុងទ្រឹស្ដីនយោបាយបូព៌ានិងទស្សនវិជ្ជាដឹកនាំតាំងពីបុរាណកាលមកមានពាក្យស្លោកមួយឃ្លាដែលនៅតែមានតម្លៃជានិរន្តរ៍គឺអ្នកដឹកនាំគឺជាទូកចំណែកឯប្រជារាស្ត្រគឺជាទឹកឃ្លានេះមិនត្រឹមតែជាការប្រៀបធៀបដ៏មានអត្ថន័យជ្រាលជ្រៅប៉ុណ្ណោះទេប៉ុន្តែវាគឺជាសច្ចធម៌ដែលឆ្លុះបញ្ចាំងអំពីតុល្យភាពអំណាចនិងវាសនារួមរវាងអ្នកគ្រប់គ្រងនិងអ្នកដែលត្រូវបានគេគ្រប់គ្រងហេតុអ្វីបានជាគេប្រៀបធៀបអ្នកដឹកនាំទៅនឹងទូកហើយប្រជារាស្ត្រទៅនឹងទឹកជាបឋមយើងត្រូវយល់អំពីធម្មជាតិរបស់ទូកអាចអណ្ដែតទៅមុខបានក៏អាស្រ័យដោយសារមានទឹកទ្រពីខាងក្រោមបើគ្មានទឹកទូកក៏មិនអាចមានចលនាហើយក៏មិនអាចហៅថាជាទូកសម្រាប់ឆ្លងសមុទ្របានដែរក្នុងន័យនេះអំណាចនិងតួនាទីរបស់អ្នកដឹកនាំគឺកើតចេញអំពីការគ្រប់គ្រងជំនឿចិត្តនិងសេចក្តីទុកចិត្តរបស់ប្រជារាស្ត្របើគ្មានការផ្ដល់តម្លៃពីសំណាក់ប្រជារាស្ត្រទេអំណាចរបស់អ្នកដឹកនាំនឹងក្លាយទៅជាអំណាចទទេស្អាតដែលគ្មានន័យនិងគ្មានស្ថិរភាពចំណុចដ៏សំខាន់បំផុតនៃទស្សនវិជ្ជានេះស្ថិតនៅលើឃ្លាបន្តដែលថាទឹកអាចទ្រទូកបានក៏អាចក្រឡាប់ទូកបានដែរនៅពេលទឹកមានសភាពស្ងប់ស្ងាត់និងមានកម្រិតសមល្មមវានឹងជួយឲ្យទូកដំណើរការទៅមុខដោយរលូននាំអ្នកដំណើរទៅដល់ត្រើយសុភមង្គលប៉ុន្តែប្រសិនបើទឹកមានរលកបោកបាក់ខ្លាំងឬមានព្យុះសង្ឃរាទូកនោះនឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់នៃការលិចលង់ឬក្រឡាប់ជាមិនខាននេះគឺជាការដាស់តឿនដល់អ្នកដឹកនាំគ្រប់រូបថាកុំមើលស្រាលកម្លាំងនៃមហាជននៅពេលរាស្ត្ររស់ក្នុងភាពសុខសាន្តមានយុត្តិធម៌សង្គមនិងមានឆ្នាំងបាយពេញពួកគាត់នឹងក្លាយទៅជាទឹកដែលទ្រទូកឲ្យខ្ពស់ត្រដែតផ្ទុយទៅវិញបើពួកគេរងទុក្ខវេទនារងអយុត្តិធម៌ឬត្រូវគេជិះជាន់កម្លាំងអាក់អន់ចិត្តនោះនឹងក្លាយទៅជារលកយក្សដែលអាចវេកំទេចទូកបានគ្រប់ពេលអ្នកដឹកនាំដែលឆ្លៀសវៃគឺជាអ្នកដែលចេះស្ទង់ទឹកការស្ទង់ទឹកក្នុងន័យនេះគឺការយល់អំពីសុខទុក្ខរបស់ប្រជារាស្ត្រការស្ដាប់មតិរិះគន់និងការផ្ដល់សេវាសាធារណៈដោយស្មោះត្រង់ទូកដែលរឹងមាំមិនមែនអាស្រ័យលើការធ្វើអំពីឈើល្អបំផុតឬមានគ្រឿងតុបតែងប្រណិតបំផុតនោះទេប៉ុន្តែអាស្រ័យទៅលើរបៀបដែលវារស់នៅជាមួយទឹកអ្នកដឹកនាំដែលឃ្លាតឆ្ងាយពីទឹកឬព្យាយាមបំបែកខ្លួនចេញពីទឹកនឹងជួបនៅភាពឯកោនិងភាពផុយស្រួយនៃអំណាចក្នុងសម័យកាលទំនើបនេះទំនាក់ទំនងរវាងទូកនិងទឹកកាន់តែមានភាពស្មុគស្មាញបញ្ហាសេដ្ឋកិច្ចការផ្លាស់ប្ដូរនៃបច្ចេកវិទ្យានិងការយល់ដឹងអំពីសិទ្ធិសេរីភាពបានធ្វើឲ្យទឹកកាន់តែមានភាពរសើបហេតុនេះការដឹកនាំដោយប្រើធម៌មេត្តានិងតម្លាភាពគឺជាច្រកចេញតែមួយគត់ដើម្បីរក្សាលំនឹងទូកឲ្យបានយូរអង្វែងសរុបមកសច្ចធម៌ទូកនិងទឹកបង្រៀនយើងថាគ្មានអ្នកដឹកនាំណាម្នាក់អាចថិតថេរបានឡើយបើគ្មានការជ្រោមជ្រែងពីប្រជារាស្ត្ររាស្ត្រគឺជាម្ចាស់នៃវាសនាប្រទេសជាតិចំណែកអ្នកដឹកនាំគឺជាអ្នកកាន់ចង្កូតដែលត្រូវបម្រើផលប្រយោជន៍ម្ចាស់វាសនាទាំងនោះនៅពេលទូកនិងទឹកមានសុខដុមរមនាជាមួយគ្នានោះសង្គមជាតិនឹងធ្វើដំណើរទៅរកត្រើយសន្តិភាពនិងការអភិវឌ្ឍដោយជឿជាក់បំផុតវិចារណកថាដោយលោកឡាំឡៃចុងប៊ិចអង្គរអានជូនដោយនាងខ្ញុំបូសុគន្ធាពីសារព័ត៌មាន The Khmer Today